ហើយចម្រើនពរថ្ងៃនេះគឺថ្ងៃទី28 29ថ្ងៃទី29ហើយនៅឆ្នាំ2016ហើយថ្ងៃនេះខាងអង្គការធម្មទានសង្គមបាននាំអំណោយសប្បុរសធម៌មានអង្គមានទឹកត្រីមានទឹកស៊ីអ៊ីវមីសម្ភារៈមួយចំនួនចានឆ្នាំងយកមកជូនមកដល់ញោមស្រីញោមស្រីឈ្មោះគេមិញយាយរឹមដែលមានអាយុ98ឆ្នាំហើយ98ឆ្នាំដែលរស់នៅភូមិចំការអលឹកនេះហើយកូនចៅហ្នឹងដូចជាទៅធ្វើការអស់ណានៅតែម្នាក់ឯងហើយអំណោយទាំងអស់នេះគឺបានដោយសារតែព្រះអង្គគ្រូឆាតនៅវត្តចុងកោះនៅកោះដាច់នោះបានផ្ដល់ជាអង្គជាសម្ភារៈមួយចំនួននេះមកអង្គការធម្មទានសង្គមហើយអង្គការធម្មទានសង្គមក៏បាននាំនៅសម្ភារៈនេះយកមកដើម្បីជូនមកដល់ញោមស្រីហើយសូមជូនពរញោមណាឲ្យបានសុខភាពល្អហើយរស់នៅជាម្លប់ឲ្យបានយូរសម្រាប់កូនចៅណាញោមណាសាធុសុខចម្រើនទាំងអស់គ្នាញោម